vần ní thưa bị bẹc rực cột hỏi chỉ bẹc rực cột để mau bị nằm bòn sầm bọt khăn từ bộหรือภาษาอังกฤษเขาจะพูดថាជា South Sea Pearl គេអាចសង្កល់ឃើញគេអាចសង្កល់ដឹងថា South Sea Pearl ដោយសារតែ South Sea Pearl គឺជា Pearl ដែលពុំសូវមានរាងមូលទេហើយនៅលើ Pearl គឺពុំសូវមានឆ្នូតដូចជា Pearl ឬគុជដែលមកពីទឹកសាបឡើយឬមួយគេឲ្យឈ្មោះថាជា fresh water pearl ចំណែក Akoya pearl គឺជា pearl ដែលមកពីប្រទេសជប៉ុនគឺជា pearl ដែលមានរាងមូលហើយភ្លឺថ្លាហើយដែលមានតម្លៃថ្លៃជាងគេនៅលើពិភពលោកឬនៅគ្រប់ប្រភេទនៃ pearl លើកលែងតែ pearl ពណ៌ខ្មៅនៅសមុទ្រខាងត្បូងទេ Pearl នៅលើក្រវិលនេះគឺវាមានទម្រង់ជាទ្រវែងបន្តិចគឺវាមានទំហំ 10.5 លីគុណនឹង 8.5 លីហើយ Pearl ដើម្បីដឹងថាវាជា Pearl ធម្មជាតិគឺគេអាចធ្វើ test វាដោយលក្ខណៈងាយៗគឺយើងអាចយកវាទៅកកិតលើ Pearl គ្នាវាគឺបើវាចេញម្សៅនឹងឯងគឺជា Pearl ដែលជាធម្មជាតិហើយនៅពេលដែលយើងកកិតយើងកុំបារម្ភថាវាដាច់ Pearl ឬធ្វើមិនឲ្យ Pearl នោះរលោងសោះបានន័យថានៅពេលដែលយើងជូតគឺ Pearl នោះវាមានសភាពដូចដើមខុសពី Pearl ដែលគេច្នៃឡើងគឺវាអាចស្នាមឬមួយអាចរបប Pearl ធម្មជាតិមិនមានការរបបនៅលើសាច់ Pearl ទេគឺជានិច្ចការរូបក៏ដោយគឺនៅរលោងជានិច្ចមួយទៀតបើយើងយកវាទៅខាំឬមួយកកិតទៅនឹងធ្មេញរបស់យើងធ្មេញមុខរបស់យើងមានអារម្មណ៍ថាវាមានលក្ខណៈដូចជាយើងខាំខ្សាច់វាមានគឺ Pearl វាមានរាងបានន័យថាដូចជា Pearl យើងខាំខ្សាច់ឬដូចជាអ្វីដែលជាដូចសម្បកខ្យងអីជាដើមហើយក្រៅពីនេះ Pearl ធម្មជាតិគឺត្រជាក់បើយើងយកមកដាក់នៅលើសាច់យើងនៅកន្លែងណាក៏ដោយគឺវាមិនងាយស្រូបកម្ដៅលឿនពីសេនភាពខ្លួនយើងទេនេះជាលក្ខណៈដែលជា Pearl ធម្មជាតិដែរហើយក្រៅពីនេះ Pearl ធម្មជាតិគឺបើវាត្រូវពន្លឺគឺហាក់បីដូចថាពន្លឺនោះអាចចូលជ្រៅទៅក្នុង Pearl តែម្ដងភ្លឺចែងចាំងតែម្ដងដែលធ្វើ Pearl ខុសពី Pearl ដែលផលិតគឺវាមិនស្រូបពន្លឺចូលទៅក្នុង Pearl ទេ